លើយើងមើលនៅក្នុងជំហានទី4ម្ដងហ្នឹងជំហានទី4ណាជំហានទី4គឺឲ្យសិស្សអនុវត្តខ្លួនឯងអញ្ចឹងគ្រូលេងនាំទៀតហើយជំហានទី3មានន័យថាគ្រូធ្វើមុនសិស្សធ្វើក្រោយគ្រូធ្វើមុនសិស្សធ្វើក្រោយគ្រូអាននៅស្ដាប់មុនឲ្យសិស្ស repeat តាមក្រោយគ្រូបកប្រែចំណុចមួយពាក្យមួយហើយឲ្យសិស្សបកប្រែតាមក្រោយគ្រូអ្នកសួរសិស្សអ្នកឆ្លើយនេះណាជំហានទី3គឺនាំសិស្សអនុវត្តគ្រូធ្វើមុនសិស្សធ្វើក្រោយមកជំហានទី4គឺគ្រូអត់មានធ្វើមុនទៀតទេគ្រូបញ្ជាតែម្ដងបញ្ជាឲ្យធ្វើខ្លួនឯងគ្រូឈប់ធ្វើឲ្យមើលទៀតហើយគ្រូបញ្ជាឲ្យធ្វើណាអញ្ចឹងទី1ឲ្យសិស្សអានមិនមែនអានឲ្យសិស្សស្ដាប់ទេគឺឲ្យសិស្សអានទី2ឲ្យសិស្សបកប្រែមិនមែនបកប្រែឲ្យសិស្សទេឲ្យសិស្សបកប្រែទី3គឺឲ្យសិស្សសួរហើយនឹងឆ្លើយមិនមែនគ្រូអ្នកសួរសិស្សអ្នកឆ្លើយទេគឺឲ្យសិស្សអ្នកសួរឲ្យសិស្សអ្នកឆ្លើយតាឥឡូវយើងរំលឹកឡើងវិញណាធ្វើម៉េចឲ្យសិស្សអាននេះឲ្យសិស្សអានមកនេះឲ្យសិស្សអានហ្នឹងបាទអញ្ចឹងគ្រូគាត់និយាយថាម៉េចគ្រូគាត់ថាម៉េចថា student A read number one question and answer ឃើញទេអញ្ចឹងគ្រូអ្នកបញ្ជាតែម្ដងគ្រូអត់មានអានឲ្យស្ដាប់ទេគ្រូបញ្ជា student A read number one question and answer ណាគ្រូអត់មានអានសំណួរឲ្យស្ដាប់ទេគ្រូអត់មានអានចម្លើយឲ្យ repeat ទេអត់ទេគឺបញ្ជាឲ្យអាន read question number one and answer ឃើញទេstudent B អញ្ចឹងឆ្លាស់គ្នាណាសិស្សម្នាក់បានតែមួយទេសិស្សម្នាក់បានតែមួយឯង student B read number two question and answer student 3 student C read number three question and answer student D read number four question and answer student E read number five question and answer ឃើញទេសិស្សម្នាក់បានតែមួយឯងតោះទៅឡើង student អឺអីគេ A B C D E ដល់ F មក student F លើនេះមកណា student F នេះ read number one question and answer អញ្ចឹងអានរហូតមកម្នាក់ម្ដងរហូតទៅវិញទៅមកឲ្យចប់អស់សិស្សទៅគឺចប់ ask student to read ដែរទៅ ask student to translate គឺអានេះគឺចាប់ដៃគូនេះចាប់ដៃគូណាអានេះ pair work អាមួយនេះ pair work ណាបងប្អូនចំណាំវាណាអានេះ pair pair work អញ្ចឹងថាម៉េចអានេះកន្លែងនេះគឺមាន student A និង student B អញ្ចឹងយើងនិយាយថាអានេះឲ្យកូនសិស្សបកប្រែណាយើងនិយាយថាម៉េច student A read number one question and answer and then student B translate ឃើញទេបន្ថែមពាក្យ and then student B translate អញ្ចឹងឲ្យអា A អ្នកអានសំណួរនឹងចម្លើយឲ្យអា B អ្នកបកប្រែប៉ុន្តែអំឡុងពេលអាននឹងសូមទាំងអស់គ្នាឲ្យអានសំណួរមួយហើយឲ្យបកប្រែកុំឲ្យអានទាំងសំណួរហើយអានចម្លើយហើយបានបកប្រែតែម្ដងណាអត់ទេឲ្យអា A អានសំណួរឲ្យចប់ហើយបានឲ្យអា B នឹងបកប្រែតមកទៀតអា A អានចម្លើយហើយឲ្យអា B បកប្រែអញ្ចឹងណាឲ្យធ្វើតាមដំណាក់អញ្ចឹងមកកុំឲ្យអានសំណួរសរុបហើយបានឲ្យបកប្រែសរុបអត់ទេអត់ធ្វើអញ្ចឹងទេចឹងយើងប្រាប់គុណសិស្សយើងទៅ okay student A reads the question first and then student B translates after that student A read the answer and student B translates ឃើញទេធ្វើបែបហ្នឹងណាមក A B ហើយចាំបើ C D ម្ដង student C read number two question and answer and student D translates student E read number three question and answer and then student F translates ធ្វើបែបហ្នឹងទៅវិញទៅមកដល់អស់គ្នាហ្នឹងគឺ teach to translate ណាបន្តមកទៀតនិយាយអំពីឲ្យកូនសិស្សសួរឆ្លើយ ask student to do Q&A អានេះក៏ pair work ដែរជាការងារជាគូដូចគ្នាណាការងារជាគូអញ្ចឹងការងារជាគូសួរទៀតណា student A asked question number one and student B answer ហ្នឹងឯងstudent C ask question number two and student D answer the questions student F
student A B C D student E ask question number 3 and student F answer តែចឹងមកម្នាក់ម្ដងរហូតនេះជាគូណាធ្វើការជាគូ work in pair ចឹងអស់ហើយនេះអស់ហើយ independent practice អស់ហើយចូលមកដល់ step 5ដែលគ្នាយើងអាចធ្វើរំលងមកចំណុចណារំលងមកចំណុច step 5នៅកន្លែង assessment and homework គ្នាយើងរំលងថងថាយើងគិតថាកូនសិស្សយើងចេះហើយចេះតែគិតថាកូនសិស្សយើងចេះហើយក៏ដោយនៅតែធ្វើអញ្ចឹងនៅតែធ្វើអញ្ចឹងពីព្រោះខ្លាចយើងមានកូនសិស្សថ្មីនិយាយរឿង assessment យើង assessment យើងមិនយក slide មួយដែលអត់មានចម្លើយដល់លុបចម្លើយចោលចឹងទាមទារឲ្យយើងប្រើ slide នឹងដដែលហើយបើយើងចង់បន្ថែមអំពី real life ចឹងទី1យើងប្រើ use a slide without the answer ចឹងប្រើអាហ្នឹងប្រើ slide ដែលអត់មានចម្លើយដែលយើងលុបចម្លើយចោលហើយបើសិនជាយើងសល់ពេលគឺយើងបូកជាមួយនឹង real life Q question with real life questions as real life សំណួរនៅក្នុងជីវិតពិតដែលតកតមួយ topic ខាហ្នឹងតកតមួយ topic ខាហ្នឹងយើងអាចបន្ថែមបានstudent A do you have a car at home យើងអាចសួរយើងបន្ថែមបានណាតែ complete ធ្វើអានេះឲ្យហើយណា complete ធ្វើអា slide ដែលជាគំរូនៅក្នុងការធ្វើនោះធ្វើឲ្យហើយសិនសល់ពេលចាំយើងអូខេ student A do you have a car at home student A ថា no I don't have okay then what do you have មានអីខ្ញុំបែរជាអាចថា I have a motorbike ខ្ញុំមានតែម៉ូតូ teacher នឹងនិយាយថាម៉េចអង់គ្លេសយើងបន្ថែមមកសិនទៅ I have a motorbike អ្នកខ្លះខ្ញុំអត់មានម៉ូតូខ្ញុំមានកង់ oh I have a bike យើងបន្ថែមឲ្យកូនសិស្សណាតែបន្ថែមឲ្យកូនសិស្សលុះត្រាតែយើងធ្វើនេះចប់សិន use a slide without the answer ចប់សិនចាំធ្វើ question as real life យើង complete នៅកន្លែងហ្នឹងណាហើយ homework ពួកយើងអត់មានបញ្ហាទេយើងធ្វើបានត្រឹមត្រូវហើយតែ homework complete ថាសិស្សថ្មីគេអត់យល់សាច់រឿង homework របស់យើងទេត្រូវតែពេលណាដែលមានសិស្សថ្មីត្រូវតែពន្យល់ homework អានជាសំណួរហើយបកប្រែអានចម្លើយហើយបកប្រែហើយថតกระดาษដែលទៅសេមេរៀនមិញហ្នឹងថតដាក់ចូលក្នុងក្រុមផងនិយាយឲ្យច្បាស់ណាកូនសិស្សថ្មីទៅចូលមកគឺជួបបញ្ហាហ្នឹងហើយបាទម៉ាក់ប៉ាគេស្រែកចាចមកមិនដឹងគេកម្មទេឲ្យធ្វើអីផងអញ្ចឹងណានឹងមកពីយើងអត់យកចិត្តទុកដាក់កូនសិស្សថ្មីយើងចេះតែគិតថាគេចេះហើយគេដឹងហើយភ្លេចគិតថាគេជាកូនសិស្សថ្មីណាចឹងមានតែប៉ុណ្្នឹងទេណាខ្ញុំសង្ខេបឡើងវិញណាបង្រៀនអានកន្លែងលើនេះនាំសិស្សអាននេះគឺគ្រូអ្នកអានសិស្សអ្នកថាតាមបង្រៀនបកប្រែគ្រូអ្នកបកប្រែហើយសិស្សអ្នកបកប្រែល្បះបកប្រែមួយពាក្យដល់ពេលសិស្សអ្នកបកប្រែល្បះបង្រៀនសួរឆ្លើយគឺគ្រូអ្នកសួរសិស្សអ្នកឆ្លើយដល់នេះគ្រូបញ្ជាឲ្យអាន student A read number 1 question and answer អានេះគ្រូបញ្ជាឲ្យបកប្រែប៉ុន្តែជា pair work ចឹង student A read number 1 question and answer and student B translate អានេះបញ្ជាឲ្យសួរនិងឆ្លើយ student A ask question number 1 student B answer the question ឃើញទេកុំវិញវ៉ាន់ណាកុំយកអានេះយកទៅដាក់ខាងលើណាកុំយកអាមួយនេះទៅដាក់ខាងលើឲ្យសោះយើងមិនបាច់ទេយើងធ្វើតាមជំហានវាមួយទោះបីកូនសិស្សចេះមិនក៏ដោយកុំយកអានេះយកទៅដាក់ខាងលើឲ្យសោះណាធ្វើបង្រៀនវាសិនហើយចាំឲ្យវា independent វា practice អញ្ចឹងប្រយ័ត្នកន្លែងហ្នឹងណាកុំរំលងសកម្មភាពណា